នេះគឺជាហេតុការណ៍ដ៏ចម្លែកមួយកាលឡើងនៅ Tokyo International Airport ហើយមានស្ត្រីម្នាក់ដែលភ្ជាប់ជាមួយលិខិតឆ្លងដែនដែលសរសេរថា Terenza បងប្អូនស្គាល់ប្រទេស Terenza សម្រាប់ខ្ញុំគឺអត់ស្គាល់ដូចគ្នាហើយសម្រាប់នារីម្នាក់ហ្នឹងគឺគាត់បានប្រាប់អ្នកគ្រប់គ្រងឬក៏មន្ត្រីផ្នែកអាកាសយានដ្ឋានថាគាត់មកពីប្រទេសTerenza ហើយពេលនោះគឺប៉ូលីសនិងអ្នកត្រួតពិនិត្យនៅទីនោះមានការងើយឆ្ងល់ខ្លាំងមែនទែនអត់យល់ថាប្រទេសTerenzaហ្នឹងមកពីណាទេឥឡូវនេះខ្ញុំនឹងមកបកស្រាយអត្ថន័យនៅក្នុងអត្ថបទដែលខ្ញុំដកស្រង់នៅឆ្នាំ1954មានស្ត្រីម្នាក់បានមកដល់អាកាសយានដ្ឋានមួយជាមួយលិខិតឆ្លងដែនមួយមកពីប្រទេសដែលមិនមាននៅលើផែនទីហើយសម្រាប់រឿងហេតុនេះមួយខ្ញុំមានការងើយឆ្ងល់មែនទែនប្រទេសណាដែលអត់មាននៅក្នុងលើផែនទីហើយសម្រាប់នារីម្នាក់ហ្នឹងវិញគឺគាត់មានអាកប្បកិរិយាគឺស្ងៀមស្ងាត់មែនតើហើយគាត់បើតាមស្មានមើលរបស់មន្ត្រីអាស៊ានដ្ឋានគឺប្រហែលជាគាត់អាយុដូចជា30ឆ្នាំហើយពេលបុគ្គលិកពន្ធនាគារឬក៏អ្នកពិនិត្យត្រួតពិនិត្យលិខិតឆ្លងដែនគេក៏ភ្ញាក់ផ្អើលថាព្រោះពាក្យនៅក្នុងប៉ាសពតរបស់គាត់មិនមែនជាពាក្យដែលនៅលើផែនទីពិភពលោករបស់យើងទេហើយនៅលើប៉ាសពតគាត់គឺសរសេរថា Terenza មិនមែននៅក្នុងបញ្ជីប្រទេសណាមួយឡើយហើយពេលនោះដែរអ្នកខាងជំនាញផែនទីនៅក្នុងពិភពលោកឬក៏ប៉ូលីសខាងត្រួតពិនិត្យគាត់ក៏បានត្រួតពិនិត្យdouble check ផងដែរគឺมันមាន Terenza នៅលើផែនដីទេហើយឯកសាររបស់នេះគឺមានស្លាកត្រាព្រើលមានលុបមានលុយរត់កណ្ដាលខ្ញុំមិនដឹងថារត់កណ្ដាលនឹងមានន័យថាម៉េចទេហើយនៅតំបន់ភូមិសាស្ត្រចម្លែកដែលយើងពិបាកនឹងឆ្ងល់ពិបាកនឹងយល់ហ្មងនៅពេលនោះដែរបើប៉ូលីសបានផ្ដល់បន្ទប់អគារឲ្យនាងស្នាក់នៅមួយយប់ដើម្បីរងចាំការត្រួតពិនិត្យបន្ថែមទៀតនៅពេលព្រឹកបន្ទាប់ពីពេលនោះមកពេលព្រឹកក៏បាត់រូបនាងទៅហើយបន្ទាប់ព្រឹកឡើងទៅក៏បាត់ស្រមោលនាងឈឹងមិនដឹងថានាងទៅតាមណាឬក៏ចេញពីបន្ទប់តាមណាហើយនិយាយទៅគឺស្ងាត់សូន្យឈឹងមកគឺបាត់ឈឹងហើយរឿងនេះក៏ល្បីល្បាញដល់មនុស្សតគ្នាជុំវិញពិភពលោកយ៉ាងច្រើនខ្លះជឿថានាងមកពីអនាគតកាលហើយអ្នកខ្លះទៀតថានាងអាចមកពីភពក្រៅអីចឹងទៅក៏មានអ្នកខ្លះទៀតថាអាជ្ញាធរបានលាក់ព័ត៌មាននេះទៅជារឿងសម្ងាត់របស់រដ្ឋចឹងគឺខ្ញុំអត់យល់ថាសាច់រឿងនឹងគឺជារឿងពិតឬក៏ជារឿងคล้ายៗដែរទេហើយករណីនេះគឺវាចម្លែកមែនតើសម្រាប់ខ្ញុំរហូតដល់ថ្ងៃនេះគ្មានអ្នកណាដឹងថានាងតាណាទេហើយលិខិតឆ្លងដែន Terenza នោះបាត់បង់ទៅដូចគ្នានិយាយទៅបាត់ទាំងនារីម្នាក់ហ្នឹងបាត់ទាំងលិខិតឆ្លងដែនអាចជាវិទ្យាមន្តដឹងជាអីដែរហើយករណីមួយនេះនៅជាចម្ងល់របស់ខ្ញុំហើយនឹងជាចម្ងល់របស់បងប្អូនដូចគ្នាបងប្អូនក៏អត់ដឹងតាណាខ្ញុំក៏អត់ដឹងតាណាដែរហើយសម្រាប់បងប្អូនវិញគិតថារឿងនេះគឺជារឿងពិតដែរទេអញ្ចឹងវីដេអូយើងក៏ដល់ទីបញ្ចប់ដែរសូមអរគុណបងប្អូនអរគ្នាជួបគ្នាវីដេអូក្រោយ